ក្នុងផ្ទះមួយត្រូវតែមានបន្ទប់ទឹកក្នុងផ្ទះមួយត្រូវតែមានផ្ទៃបាតក្រោមដែលល្អប្រសើរត្រូវតែមានបន្ទប់ទឹកនៅខាងក្នុងនៃទូផ្ទះរបស់ផ្ទះនោះឬក៏ផ្អែកទៅលើភាពជាក់ស្ដែងដោយកត្តាខ្លះយើងតយ៉ាប់ទៅខាងក្រោយ5ម៉ែត្រ6ម៉ែត្រហើយយើងធ្វើបន្ទប់ទឹកនៅទីនោះក៏បានដែរតែបន្ទប់ទឹកខ្ញុំបញ្ជាក់ឲ្យហើយថាมันអាចគួរនៅខាងក្រៅផ្ទះដាច់ខាតពីព្រោះបន្ទប់ទឹកគឺជាកន្លែងដែលរក្សាស្តុកនៅធម្មពលឬក៏លុយកាក់ដែលយើងរកមកយើងទិញរបស់របរយំហូបគឺត្រូវគេថាកម្ចាយនៅទីនោះបាទឬក៏ចំណាយចោលក្នុងទីនោះបន្ទប់ទឹកជាផ្នែកសំខាន់បំផុតដែរនៃទូហុងស៊ុយដូច្នេះខ្ញុំបញ្ជាក់ម្ដងទៀតថាបន្ទប់ទឹកដែលល្អគឺជាបន្ទប់ទឹកដែលនៅក្នុងផ្ទៃកន្លានៃគេហៅថាជាន់ក្រោមនៃទូផ្ទះបាទបន្ទប់ទឹកក្រោមគឺសំខាន់តែបើសិនជាមានករណីពិសេសតែបងប្អូនតយ៉ាប់ទៅខាងក្រោយហើយយើងរៀបចំបន្ទប់ទឹកនៅខាងក្រោយនៃទូផ្ទះផុតក៏ផ្អែកទៅលើកត្តាភាពជាក់ស្ដែងនៃទំហំភាពជាក់ស្ដែងនៃទូផ្ទះរបស់បងប្អូនបន្ទប់ទឹកត្រូវបានបែងចែកជាពីរបន្ទប់ទឹកមួយដែលដើរចូលទៅបែរមុខទៅខាងបែរមុខចូលផ្ទះបន្ទប់ទឹកនៅឆ្វេងបន្ទប់ទឹកនៅស្ដាំជាចំណែកដែលសំខាន់គឺបែរមុខចូលគួរតែនៅខាងស្ដាំដែរតែផ្អែកទៅលើភាពជាក់ស្ដែងនៃទូផ្ទះទៀតតែបើយើងជំរាបបងប្អូនថាអ្វីដែលគ្រឹះសំខាន់របស់បងប្អូនមានបន្ទប់ទឹកបែរមុខចូលនៅឆ្វេងទៅហើយតែធ្វើយ៉ាងម៉េចក៏ដោយឲ្យតែផ្ទៃបន្ទប់ទឹកនោះទាបជាងបាទក្រោមនៃផ្ទៃបាតផ្ទះពួកខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតថាបន្ទប់ទឹកគឺមិនគួរណាធ្វើឲ្យខ្ពស់ជាងផ្ទៃសាតនៃផ្ទះឬផ្ទៃក្រោមនៃផ្ទះនោះឡើយពីព្រោះតែបន្ទប់ទឹកជាកន្លែងដែលទាបជាងគេបាទជាកន្លែងដែលទាបជាងគេនៃទូផ្ទះដូច្នេះបន្ទប់ទឹកជាផ្នែកទទួលនៅធម្មពលល្អនៃឈីផងដែរបន្ទប់ទឹកអាចធ្វើឲ្យយើងសំណាងល្អបន្ទប់ទឹកក៏អាចធ្វើពិឃាតទៅដល់ក្រុមគ្រួសារបានដែរកន្លែងនេះបាទសំខាន់